ចំណែកឯសភាពាណិជ្ជកម្មកម្ពុជាសហការជាមួយនឹងដៃគូនៅក្នុងការបើកការបណ្ដុះបណ្ដាលស្ដីពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធគណនេយ្យសម្រាប់សហគ្រាសធុនតូចនិងមធ្យមសហភាពពាណិជ្ជកម្មកម្ពុជានិងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចរួមសហការជាមួយនឹងក្រុមហ៊ុន FII and Associate បានបើកវេទិកាបណ្ដុះបណ្ដាលស្ដីអំពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធគណនេយ្យសម្រាប់ SME ជូនដល់អាជីវករពាណិជ្ជករសិស្សនិស្សិតប្រមាណ60នាក់ក្រោមវត្តមានរបស់អង្គញាងួនមេងតិចអគ្គនាយកសហភាពពាណិជ្ជកម្មកម្ពុជានៅមានការចូលរួមពីលោកស្រីស៊ុនគឹមហ៊ីនសហស្ថាបនិកនិងជានាយិកាផ្នែកសេវាគណនេយ្យរបស់ក្រុមហ៊ុន FII and Associate ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះគឺមានគោលបំណងឲ្យសហគ្រាសធុនតូចនិងមធ្យមដែលមានគំនិតចង់អភិវឌ្ឍនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈក្នុងការគ្រប់គ្រងគណនេយ្យនិងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពស្របតាមគោលការណ៍និងស្តង់ដារគណនេយ្យដើម្បីជំរុញការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិរន្តរភាពនិងមានភាពប្រកួតប្រជែងនៅលើទីផ្សារអង្គញាងួនមេងតិចអគ្គនាយកសហភាពពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងការក្រេបយកចំណេះដឹងពីដំណើរការរៀបចំនិងគ្រប់គ្រងប្រព័ន្ធគណនេយ្យយល់ដឹងអំពីប័ណ្ណគណនេយ្យនិងឯកសារពាក់ព័ន្ធសំខាន់ដែលអាចពង្រីកបណ្ដាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុនិងគណនេយ្យក្នុងអាជីវកម្មឲ្យកាន់តែរីកចម្រើនដែលអាជីវករអាចទទួលបានការសិក្សានិងការអនុវត្តផ្ទាល់ជាមួយវាលគ្មិនជំនាញនិងមានបទពិសោធន៍តាមរយៈការបណ្ដុះបណ្ដាលដោយផ្ទាល់ពីលោកស្រីស៊ុនគឹមហ៊ីនសហស្ថាបនិកនិងជានាយិកាផ្នែកសេវាគណនេយ្យក្រុមហ៊ុន FII and Associate បានបង្ហាញនៅចំណុចសំខាន់ជាច្រើនជូនដល់ម្ចាស់សហគ្រាសសិស្សនិស្សិតឲ្យកាន់តែយល់ច្បាស់អំពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធគណនេយ្យដែលមានដំណើរការមូលដ្ឋានការរៀបចំនិងការគ្រប់គ្រងប្រព័ន្ធទិន្នន័យដើម្បីជំរុញការគ្រប់គ្រងអាជីវកម្មឲ្យមានប្រសិទ្ធភាពនិរន្តរភាពនិងភាពប្រកួតប្រជែងនៅលើទីផ្សារក្រៅពីនេះលោកស្រីសេដ្ឋារតនារិស័យប្រធានផ្នែកលក់ប្រព័ន្ធវិធានបានបណ្ដុះបណ្ដាលបន្ថែមពាក់ព័ន្ធទៅលើការយល់ដឹងអំពីប័ណ្ណគណនេយ្យឯកសារពាក់ព័ន្ធសំខាន់ក៏ដូចជាការណែនាំអំពីប្រព័ន្ធគណនេយ្យអនឡាញពង្រីកបណ្ដាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុឲ្យកាន់តែប្រសើរឡើងហើយសូមបញ្ជាក់ថាក្រោមការចង្អុលបង្ហាញរបស់អ្នកអង្គញាគិតមេងប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាតែងតែណែនាំឲ្យយកចិត្តទុកដាក់ទៅកាន់សមាជិកសមាជិកានិងជាពិសេសគឺអាជីវករពាណិជ្ជករធុរជនដែលម្ចាស់សហគ្រាសធុនតូចនិងមធ្យមតាមរយៈការបង្កើតឲ្យមានកម្មវិធីផ្សេងដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាសម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃសកលលោក